បាទសូមគោរពនឹងជម្រាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងជួបគ្នាម្ដងទៀតជាមួយនឹងវីដេអូបន្តរបស់យើងហើយវីដេអូមុនខ្ញុំបានចេញម្ដងហើយតាក់ទងជាមួយនឹងការ review ទៅលើstock control ឬក៏ template ពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រង stock របស់យើងហើយចំពោះការគ្រប់គ្រង stock នេះយើងមិនមែនផ្ដោតទៅលើ inventory ទេយើងមិនមែនផ្ដោតទៅលើ stock ដែលយើងធ្វើការលក់តំណែងផ្សេងៗទេប៉ុន្តែវាជាការគ្រប់គ្រងឃ្លាំងគ្រប់គ្រងចំនួនstock របស់យើងថាតើ stock របស់យើងមានចំនួនប្រមាណអីប្រមាណនៅសល់ប្រមាណអីប្រមាណអញ្ចឹងណាវាមាន stock in stock out មាន balance ដូចគ្នាប៉ុន្តែនៅក្នុងនេះយើងអត់មានបានគណនាពាក់ព័ន្ធជាមួយនឹងការលក់ទេអញ្ចឹងមុននឹងចូលដល់វីដេអូរបស់យើងពាក់ព័ន្ធជាមួយនឹងការ build តាក់ទងជាមួយនឹងការបង្កើតទៅលើ template មួយនេះសម្រាប់លោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនដែលមិនទាន់បាន subscribe ទៅលើ channel YouTube របស់ខ្ញុំទេសូមកុំភ្លេចជួយ subscribe អ្នកមួយផងដើម្បីជាកម្លាំងទឹកចិត្តសម្រាប់ខ្ញុំនៅក្នុងការចេញវីដេអូថ្មីៗបន្តទៀតផ្ដល់ជូនអ្នកទាំងអស់គ្នាទស្សនាក៏ដូចជាចំណេះដឹងបន្ថែមអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលដល់វីដេអូរបស់យើងទាំងអស់គ្នាអូខេអញ្ចឹងខ្ញុំសូមធ្វើការបើកនៅfile ថ្មីមួយអញ្ចឹង file នេះគឺទៅទេអត់មានអីទេខ្ញុំដាក់ចំណងជើងខាងលើថា stock control build អញ្ចឹងនៅក្នុងនេះឈ្មោះ sheet គឺយើងដាក់ sheet 1 ដដែលហ្នឹងហើយអញ្ចឹងខ្ញុំសូមធ្វើការបដូរ sheet សិនខ្ញុំដាក់ថា stock list អូខេនេះ stock list បន្ទាប់មកយើងធ្វើការបដូរ format font តិចសិនខ្ញុំបដូរមកបាត់ដំបងពួកឯងជាទូទៅខ្ញុំចូលចិត្តប្រើ font បាត់ដំបងវាងាយស្រួលហើយវាមើលទៅវាស៊ីជាមួយនឹងទាំងអក្សរខ្មែរទាំងអក្សរអង់គ្លេសនៅក្នុង Google Sheet នេះណាអូខេអញ្ចឹងបើសិនជាបងប្អូនដែលគាត់ប្រើប្រាស់ឬក៏ចូលចិត្តប្រើប្រាស់ប្រភេទ font ផ្សេងៗអាចកែតម្រូវតាមអ្វីដែលអ្នកនរគ្នាចូលចិត្តចុះអីទេណាហ្នឹងហើយជាពាក់ព័ន្ធជាមួយនឹង sheet ទី1 stock list យើងចូលទៅមើល file ចាស់សិនតើមានអីគេខ្លះនេះយើងមានលេខរៀងយើងមាន stock name យើងមានប្រភេទយើងមានតម្លៃដែលទិញចូលណាយើងមាន all stock យើងមានឯកតាຂະຫນាតហើយនឹង description ចឹងសូមធ្វើការ copy ចំណងជើងទាំងអស់ទៅនេះ copy ក្បាលតារាង Ctrl C ធម្មតាហើយខ្ញុំចូលមក tab យើងវិញខ្ញុំចុច pass special គឺ Ctrl បូកជាមួយនឹង Shift ហើយនឹង V អូខេ special យើងយកតែតម្លៃទេយើងយកតែអក្សរទេគឺយើងអត់យក format យើងអត់យកលេខទេណាឬមួយក៏យើងចុច mouse ស្ដាំយកកន្លែង pass special នេះvalue only ក៏បានដែរអញ្ចឹងគេមានជាshortcut key នៅក្នុងនេះហើយណាហ្នឹងហើយនេះ Ctrl C និងអក្សរ V អូខេបន្ទាប់ពីយើង pass ទៅលើក្បាលតារាងហើយយើងធ្វើការ convert វាទៅជា table ជាការ convert វាទៅជា table data សិនខ្ញុំបញ្ជាក់តិចពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ជាទូទៅខ្ញុំឃើញយើងចូលចិត្តប្រើប្រាស់ជា border បែបនេះក្នុងទម្រង់បែបនេះគេមិនហៅថាជា table data ទេវាជាការបង្កើតតារាងធម្មតាដែលដាក់ border ដែលដាក់បន្ទាត់ដែលដាក់កន្លែងជាដើមចឹងទៅប៉ុន្តែនៅក្នុងវីដេអូនេះក្នុងភាគទី1នេះគឺខាងខ្ញុំជជែកបញ្យល់ពាក់ព័ន្ធជាមួយនឹង data table អូខេឬក៏ប្រភេទតន្ន័យជា table data table ជាតន្ន័យ table data អូខេនឹងអញ្ចឹងបើសិនជានិយាយខុសឬក៏ត្រូវត្រង់ចំណុចណាសូមអធិស្ឋានផងដោយសារតែវាជាពាក្យដែលខាងខ្ញុំតែងតែនិយាយហើយអាចនឹងខុសពីលោកគ្រូអ្នកគ្រូដូចជាបងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជាមានជាយោបល់កែតម្រូវអីអាច comment នៅខាងក្រោមវីដេអូនេះបានអញ្ចឹងអរគុណច្រើនសម្រាប់ការ comment នឹងកែលម្អអូខេអញ្ចឹងការ convert វាទៅជា table data គឺយើងអាចមានវិធីពីរទី1យើងចុច control យើងប្រើជា shortcut key ណា control alt បូកជាមួយនឹងអក្សរ T អាហ្នឹងគឺវា convert ទៅជា table data ហើយណា table data ឬក៏ខ្ញុំចុច undo មកវិញយើងចុចកន្លែង format នេះ select មកយើងចង់បានត្រឹមប៉ុណ្ណឹងចង់បានក្រោមទៀតក៏ដាក់មកចូលបានប៉ុណ្នេះចុះអូខេហើយខ្ញុំចូលមកពាក្យថា format នេះចូលមក menu format បន្ទាប់មកយើងយកពាក្យថា convert to table អូខេ convert to table ឬក៏ shortcut key ដែលខ្ញុំបាននិយាយមិញអញ្ចឹងនេះ control បូកជាមួយនឹង alt ហើយនឹងអក្សរ T បានជាការស្រេចអញ្ចឹងនៅក្នុងវីដេអូនេះដូចខ្ញុំបាននិយាយមិញអញ្ចឹងគឺខ្ញុំនឹងបញ្យល់ពាក់ព័ន្ធជាមួយនឹងtable data មួយនេះថាហេតុអីបានខ្ញុំចូលចិត្តប្រើជាទម្រង់ table data ព្រោះអីវាមានភាពងាយស្រួលខុសពីការបង្កើតជា border ចាក់កាឡាចាក់អីធម្មតាណាវាល្អជាងឧទាហរណ៍ថាយើងខ្វះ column ណាយើងខ្វះ column យើងអាច
insert នៅក្នុងនឹងបានចុចលើនេះមកចុចញ៉ាបូក column មកបូក row ជាស្រ័យបូក row យើងបូកមកយើង insert row មកនេះឃើញវាងាយស្រួលហើយរូបមន្តវាមិនខុសគ្នាពី Excel ប្រហែលទេសម្រាប់បងប្អូនដែលគាត់ធ្លាប់ប្រើប្រាស់ Excel ក៏វាមិនខុសគ្នាខ្លាំងប៉ុន្មានដែរការប្រើប្រាស់ការរៀបចំនៅក្នុងនេះនៅពេលដែលយើងចងរូបមន្តនៅក្នុង table data ហ្នឹងហើយយើង insert row រូបមន្តគឺវា auto fill ទាំងអស់គឺវា auto ឲ្យខាងក្រោមដែលយើង insert ហ្នឹងគឺវាមានរូបមន្ត auto ឲ្យដូចគ្នាជាមួយនឹងការប្រើប្រាស់ table នៅក្នុង Excel ដូចគ្នាអូខេហ្នឹងហើយអញ្ចឹងកន្លែងនេះពាក់ព័ន្ធជាមួយនឹង table name ឈ្មោះ table ចឹងខ្ញុំសូមបដូរឈ្មោះហ្នឹងដាក់ថាយើង select ទាំងអស់ចេះក៏បានឬក៏ចុចកន្លែងនេះយក rename table ក៏បានដែរអូខេចឹងខ្ញុំធ្វើការបដូរដាក់ stock list អូខេ stock list ខ្ញុំចូលចិត្តប្រើសញ្ញាខាងក្រោមនេះខ្ញុំភ្លេចទៅសញ្ញាខាងក្រោមនេះគេហៅអីគេទេខ្ញុំចង់ភ្លេចឈ្មោះវាហ្នឹងហើយអញ្ចឹងនេះគឺជា table name អូខេ table name របស់យើងអញ្ចឹងកន្លែងនេះគឺជា table menu វាមានអីគេខ្លះវាមានការ rename table ណាវាមានadjust table rank ឧទាហរណ៍ដែលយើងចង់បន្ថែមឬក៏ adjust ទៅលើ rank នៃ table របស់យើងដល់ណាដល់ G20 G30 ឬក៏ G40 យើងអាច adjust បានអូខេនេះយើងអាចបដូរមកដាក់បាន G30 អញ្ចឹងយើងចុច OK ទៅគឺវា load ដល់ G30 នេះឃើញទេ G30 អូខេអញ្ចឹងខ្ញុំសូមទាញ freeze ខាងនេះមួយមកខ្ញុំសូមទាញ freeze ដាក់ត្រឹមក្បាលតារាងមួយទុកមើលវាខុសពី Excel បើ Excel យើង select លើនេះយើង scroll មកខាងក្រោមវាជាប់ជំនួសឲ្យ column ណាក្បាលតារាងនេះវាជំនួសឲ្យ column ប៉ុន្តែនៅក្នុងនេះតើយើងដាក់ freeze តែយើងដាក់ freeze ទេវាអត់នេះទេវាមើលឃើញតារាងពេលយើង update ដល់ខាងក្រោមទៅវាយើងមើលអត់ឃើញតារាងទេហើយយើងមើលឃើញទិន្នន័យក្បាលតារាងរបស់យើងហ្នឹងណាអូខេខ្ញុំសូម format ដាក់ bool មកវាមើលទៅវាស្តៀងគ្នាជាមួយនឹង font នេះ font នេះ Times New Roman នេះណាវាស្តៀងគ្នាចឹងខ្ញុំប្រើប្រាស់ទៅលើ font បាត់ដំបងណាពេលយើងដាក់ bool ទៅគឺវាមើលទៅស្អាតខ្ញុំព្រីបន្តិច100អញ្ចឹងមកនេះ100 print scale បន្តិចអូខេឥឡូវយើងមើល menu មួយទៀតពាក់ព័ន្ធជាមួយនឹង table header color យើងចង់បដូរ header នេះចង់ដាក់ color អីយើងអាចប្រើប្រាស់នៅក្នុងនេះទៅអញ្ចឹងខ្ញុំសាកឧទាហរណ៍ដាក់ពណ៌បែបនេះគឺវា load ពណ៌បែបហ្នឹងអូខេអញ្ចឹងខ្ញុំសូមដាក់ពណ៌ក្រហមចុះដាក់ពណ៌ក្រហមឬក៏យើងចង់ format យើងអាច add នេះមកយើងចង់ប្រើ color បែបណានេះឧទាហរណ៍ថាខ្ញុំចង់ប្រើ color ដូច logo របស់ខ្ញុំយ៉ាចុច OK មកប៉ុណ្ណឹងអានេះពាក់ព័ន្ធជាមួយនឹងការ format color ទៅលើ header អូខេហ្នឹងហើយខាងក្រោមនេះគឺជា table formatting អញ្ចឹងនៅក្នុង table formatting នេះវាមានច្រើននៅក្នុងនឹងឧទាហរណ៍ថាយើងចង់បង្ហាញទៅលើ table grid line table grid line ហ្នឹងនេះកន្លែងនេះកន្លាស្រាលនេះដែលយើងចង់បង្ហាញនៅក្នុង table របស់យើងណាយើងអាចចុចសាកល្បងមើលបាននេះឃើញទេវាបង្ហាញជា grid line មកក្នុងតារាងរបស់យើងអញ្ចឹងគឺវាប៉ះពាល់ជាមួយនឹងខាងក្រៅ table របស់យើងទេអូខេហើយនៅពេលដែលយើង insert column អីផ្សេងក៏វាអត់ប៉ះពាល់ជាមួយនឹង insert column ឬក៏ row វាអត់ប៉ះពាល់ជាមួយនឹងក្រៅតារាងទេហ្នឹងណាវាអត់ប៉ះពាល់ច្រើនទេឬក៏រូបមន្តអីនៅខាងក្រៅតារាងហ្នឹងវាអត់ប៉ះពាល់ទេណាហ្នឹងហើយអូខេអញ្ចឹងយើងពិនិត្យមើលtable menu បន្ថែមទៀតនៅក្នុង table formatting អញ្ចឹងសម្រាប់ការដែលយើងចង់ដាក់បែបនេះក៏ដាក់ចុះអត់អីទេហើយកន្លែងcontent view នេះមានន័យថាកន្លែងនេះឧទាហរណ៍ថាយើងចង់ format ក្បាលតារាងជាប្រភេទលុយជាប្រភេទលេខជាប្រភេទការបរិច្ឆេទគឺវា load សញ្ញា calendar នៅលើហ្នឹងណាឥឡូវជាមួយនេះតាមមើលនេះឧទាហរណ៍ថាsorry តើយើងបិទអាហ្នឹងមិនវា load ឲ្យកន្លែងហ្នឹងណាអធិស្ឋាននេះជាមួយខ្ញុំសាកសិនខ្ញុំចូលមកបិទនេះសិនហើយខ្ញុំបដូរឈប់បដូរនេះជាតម្លៃជាលុយនេះចុចលើសញ្ញានេះណាបន្ទាប់មក column edit type យើងយក page number យើងយកនេះ currency page លុយអញ្ចឹងគឺវា load រូបលុយមកហើយវា load រូបលុយមកប៉ុន្តែបើសិនជាយើងបិទយើងគ្រីសកន្លែងនេះគឺវាអត់បង្ហាញទេគឺវា hide ទៅវិញណាកន្លែងហ្នឹងពាក់ព័ន្ធជាមួយនឹងចំណុចមួយនេះចឹងខ្ញុំសូម recommend បាច់ចាំគ្រីសទេបែបហ្នឹងអូខេកន្លែងនេះយើងដាក់ជាប្រភេទលេខអូខេយើង format ទៅជា number ណាកន្លែងនេះយើងចង់ដាក់ប្រភេទជា text យើង format ទៅជា text ចាំមកបែបហ្នឹងហើយនេះដូចគ្នាប្រភេទជា drop list
យើង format ជា drop list មកនេះជា drop down ហើយការ format drop down ចាំតិចទៀតយើងនិយាយគ្នាអញ្ចឹងបន្ទាប់ពីយើងនិយាយដល់កន្លែង table formatting នៅក្នុងនេះហើយកន្លែង show table footer នេះមានន័យថាយើងចង់ដាក់ខាងក្រោមនេះ footer ខាងក្រោមតារាងរបស់យើងនេះដើម្បីចងរូបមន្តប៉ុន្តែសម្រាប់stock list របស់យើងនេះយើងមិនបាច់ចាំចងទេអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យមើលចុះកុំឲ្យថាយើងអត់បានដឹងនេះ show table footer អញ្ចឹងគឺវាលោតមកបែបនេះដើម្បីងាយស្រួលក្នុងការចងរូបមន្តណាងាយស្រួលក្នុងការចងរូបមន្តអូខេនេះអញ្ចឹងឧទាហរណ៍ស្មើសាំអីចឹងទៅគឺវាកន្លែងហ្នឹងគឺជារូបមន្តស្តៀងគ្នាជាមួយនឹង table នៅក្នុង Excel ដូចគ្នាណាប៉ុន្តែការប្រើប្រាស់គឺវាខុសគ្នាគួរសមដែរនៅក្នុងនេះអូខេចាខ្ញុំសូមបិទវិញដោយសារតែចំណុចនេះគឺវាអត់សំខាន់ទេសម្រាប់វីដេអូរបស់យើងឬក៏តារាងរបស់យើងអញ្ចឹងយើងបន្តចូលដល់ចំណុចបន្តទៀតនេះចំណុចនេះដែរប៉ុន្តែកន្លែងនេះកន្លែង view advanced option នេះនៅពេលដែលយើងចុចទៅវាបង្ហាញទិន្នន័យទាំងអស់ខាងលើនេះទៅដែរទេវាគ្រាន់តែទាញឲ្យមានផ្ទាំងមួយនៅខាងស្ដាំនេះទាញឲ្យមានផ្ទាំង menu មួយនៅខាងស្ដាំហ្នឹងអញ្ចឹងណាចឹងខ្ញុំសាកចុចឲ្យមើលនេះវាលោតមកបែបនេះដើម្បីយើងអាចកំណត់ចំណុចផ្សេងឬក៏កែប្រែទៅលើ color ឆ្លាស់គ្នាបែបនេះឬក៏យើងចង់បដូរ color បែបណាយើងអាចចុចលើហ្នឹងបានដើម្បីកែសម្រួលនៅក្នុង table formatting ជា menu នៅខាងស្ដាំនេះបន្ថែមទៀតណាហ្នឹងហើយចឹងខ្ញុំសូមខ្វែងវិញឥឡូវយើងមើលចំណុចបន្តកន្លែងនេះគឺជា revert ទៅជាតារាងធម្មតាវិញណាកន្លែងនេះគឺការ delete table ប៉ុណ្ណឹងពាក់ព័ន្ធជាមួយនឹង table menu ហើយចំណុចនេះវិញចំណុចនេះជាការ create ទៅលើ group view ឬមួយក៏ filter view ឧទាហរណ៍ថាយើងមានទិន្នន័យនៅក្នុងតារាងរបស់យើងច្រើនឧទាហរណ៍ថា100 row 200 row អញ្ចឹងណាអញ្ចឹងយើងចង់បែងចែកប្រភេទឯកសារវាមានគេខ្លះក្រុមយើងចង់ក្រុមវាណាក្រុមទៅតាមប្រភេទឯកសារចង់ក្រុមទៅតាមប្រភេទតម្លៃចង់ក្រុមទៅតាមប្រភេទការបរិច្ឆេទអានេះយើងអាច create ក្រុម view នេះបានអញ្ចឹងនៅពេលដែលយើងចុច create ក្រុម view ទៅយើងចង់មើលមិនបាច់ចាំពិបាកចុច filter ទេព្រោះបើសិនជាកាលណាយើងរៀបចំជាក្រុម view នេះហើយគឺយើងងាយស្រួលនៅក្នុងការមើលជាក្រុមអូខេឧទាហរណ៍យើងចង់មើលតាមប្រភេទ type អញ្ចឹងគឺយើងដាក់ select ទៅលើ type មកបែងចែកតាមក្រុមឯកសារផ្សេងសម្ភារៈផ្សេងអីជាដើមអញ្ចឹងទៅតាមដែលយើងចង់ប្របែកអញ្ចឹងតិចទៀតខ្ញុំនឹងបញ្ចូលទិន្នន័យឬក៏ copy ទិន្នន័យមកដាក់ខ្លះហើយសាក sample ឬក៏ឧទាហរណ៍ពាក់ព័ន្ធជាមួយនឹងការ create group by view នេះឲ្យទាំងអស់គ្នាមើលទៅនឹងតិចណាអូខេអញ្ចឹងចំណុចនេះអស់ហើយដែលមានអីច្រើនទេពាក់ព័ន្ធជាមួយនឹងខាងលើនេះហើយចំណុចនេះម្ដងនេះតាមកន្លែងសញ្ញាព្រួយនេះសញ្ញាព្រួយចុះក្រោមនេះហ្នឹងណាតាមសញ្ញាព្រួយចុះក្រោមហ្នឹងតែមានអីគេខ្លះនេះឃើញទេវាមាន edit column type យើងចង់ដាក់ column មួយហ្នឹងយើងចង់format column មួយហ្នឹងឬក៏ចង់ edit column មួយហ្នឹងជាតម្រងអីគេនេះជាតម្រងលេខវាមាន number វាមាន percent វាមាន currency យើងចង់ដាក់ជាប្រភេទ text ក៏បានអក្សរនឹងវាយបានតែអក្សរទេខុសពីអក្សរវាលុត warning ហើយអញ្ចឹងណាឥឡូវខ្ញុំឧទាហរណ៍ខាងលើខ្ញុំដាក់ជាលេខជា number អញ្ចឹងខ្ញុំសាកវាយអក្សរចូល enter មើលឃើញវាលុត warning មកហើយសញ្ញាព្រួយឃើញទេវាលុតហើយឃើញអត់នេះអញ្ចឹងគឺវាបញ្ជាក់ថា column ហ្នឹងវាយបានតែលេខទេក្រៅពីលេខវាយទៅគឺវាលុត warning អញ្ចឹងបើយើងវាយលេខ12អត់បញ្ហាទេនេះជាថាចំណុចដែរអូខេមួយទៀតបើយើង forward នេះយើង edit column ហ្នឹងជាប្រភេទ text ដូចកន្លែងឈ្មោះនេះអញ្ចឹងយើង edit ទៅជា text ជាអក្សរអញ្ចឹងតែកាលណាយើងវាយលេខចូលអត់បញ្ហាទេព្រោះអីលេខយើងដឹងហើយវាអត់ប៉ះពាល់ហ្មងទេណាយើងវាយអក្សរចូលក៏បានដែរវាទូទៅពាក់ព័ន្ធជាមួយនឹង text ហ្នឹងមែនទេអញ្ចឹងពាក់ព័ន្ធជាមួយនឹងចំណុចបន្តទៀតទៅលើការបរិច្ឆេទនេះយើងអាចមានជា3ទម្រង់ដូចគ្នាមានជាការបរិច្ឆេទ date វាមានជាdate time ហើយនឹងចុងក្រោយគឺ time អញ្ចឹងបើសិនជាយើងដាក់វាជាប្រភេទ date ជាប្រភេទការបរិច្ឆេទវាស្តៀងគ្នាជាមួយនឹងការដាក់ data validation កំណត់ rule វាទៅជា date value ឬក៏ date របស់យើងអញ្ចឹងណាវាដូចគ្នាអញ្ចឹងយើងសាកដាក់មើលនេះខ្ញុំឧទាហរណ៍ទេអញ្ចឹងយើងចុច double click លើហ្នឹងទៅគឺវា load calendar ហើយឃើញទេ
nó cứ viên mà dạng hay load nhà calendar nó khẳng lớn này ao tiền nhiều bán đó cho nhầm xong undo một bánh vẹp con chỉ muốn là data validation bao giờ nhầm bao bunga cho cái này mình tí phải ní ưu double click tới bị tránh ở cursorแบบนี้nắng á chẳng phải để dương đặt format vì tới chia data validation cho nên đi máu bị tránh data validation rule rồi dương chưa cái tree với vô pop này is valid đẹp máu hay đi check về chứng tới ok máu này cho nên bật click với trên calendar nhé với trang cái lẹ trang tòng nó bật đi dương pra chia tàng thầm đá pra chia tàng border thầm đá cứ to tại dương cho tới data validationហើយកំណត់ rule ទៅជាការបរិច្ឆេទបានយើងអាចប្រើប្រាស់មុខងារជាការបរិច្ឆេទមួយនេះបានប៉ុន្តែផ្ទុយទៅវិញនៅក្នុង table របស់យើងគឺវាងាយស្រួលវាលឿនមានន័យថាម៉េចវាលឿនពេលដែលយើងចុចកន្លែងនេះមួយចូលទៅ edit column ហើយដាក់ជា date edit column ទៅជាប្រភេទការបរិច្ឆេទនេះយើងអាចប្រើប្រាស់មុខងារជា data validation នៅក្នុងនេះបានអូខេហើយយើងអាច format មកនេះយើង format មកឧទាហរណ៍យើង format យើង select ទាំងអស់ចេះក៏បានដែរនេះយើង format ទៅជានេះទម្រង់បែបនេះឬក៏យើងចង់មើលច្រើនប្រភេទទៀតយើងអាច select បានចង់ format ទៅជាទម្រង់បែបណាអូខេបែបហ្នឹងយ៉ាចឹងខ្ញុំសូមចុច undo មកវិញដើម្បីចូលជា text របស់យើងណាយើងវាយជាឈ្មោះវិញអូខេប្រភេទនេះខ្ញុំចង់បង្កើតវាទៅជា drop down list ហ្នឹងហើយប្រភេទខ្ញុំចង់បង្កើតវាឬក៏ edit column ទៅជាប្រភេទ drop down អញ្ចឹង load មកគឺបែបនេះឃើញទេបើយើងអត់ចង់បានរូបរាងបែបហ្នឹងទេយើងអត់ចង់បាន option បែបហ្នឹងទេយើងអាចកែទៅអញ្ចឹងឧទាហរណ៍ចំនៅក្នុងនេះខ្ញុំដាក់ប្រភេទឯកសារនេះខាងក្រោមនេះយើងកែទៅជាសម្ភារៈការិយាល័យចុះឧទាហរណ៍ការិយាល័យកុំតណាខ្ញុំដាក់ត្រឹមសម្ភារៈបរិសិនបន្ទាប់មកយើងចុចពាក្យថា done អញ្ចឹងគឺវា load ឲ្យបែបនេះនេះគេ load ពីនឹងជា drop down list យ៉ាងាយសាមញ្ញហើយយើងចង់ pre column មកក៏បានដែរនេះ pre column មកបើយើងចង់កែចុចសញ្ញាបិញនេះ edit button នេះមកនេះយើងចង់កែដាក់សម្ភារៈការិយាល័យនេះការិយាល័យយើងចុច done មកគឺវា auto ឲ្យទាំងអស់អញ្ចឹងកន្លែងនេះវា load warning នេះវា load សញ្ញានេះយើងកែឲ្យវាត្រូវតាម category នៅក្នុងdrop down ដែលយើងបានរៀបចំមកហើយពេលហ្នឹងគឺវា link load ហើយឃើញអត់បើយើងចង់បន្ថែមទៀតឧទាហរណ៍ថាយើងចង់បន្ថែមដាក់ថាឯកសារកិច្ចសន្យាជាឧទាហរណ៍ទេថាអ្វីដែលអ្នកនរគ្នាចុចបបែកឬក៏ចង់បែងចែកតាមប្រភេទទៅអីទេណាអូខេចុច done ចឹងយើងវា auto ឲ្យទាំងអស់ហើយមិនចាំចុច apply to all ទេបើសិនជាយើងប្រើប្រាស់តារាងជា border ធម្មតានៅពេលដែលយើងចុច done គឺវាទាមទារឲ្យយើងលុបផ្ទាំងមកមួយទៀតដើម្បីបញ្ជាក់ថាឲ្យទិន្នន័យនៅក្នុង column មួយនឹងទាំងអស់ពី column ខាងលើរហូតដល់ខាងក្រោមហ្នឹងវាដូចគ្នាទាំងអស់យើងចុច apply to all មួយទៀតប៉ុន្តែនៅក្នុងការរៀបចំនៅក្នុង table គឺយើងមិនបាច់ចាំចុចបែបហ្នឹងទេគឺយើងចុចតែមួយទៅចុច done មកគឺវា auto ឲ្យទាំងអស់ណាអូខេខ្ញុំឧទាហរណ៍ថាដាក់ឯកសារខ្លះមានខ្លះមកឧទាហរណ៍ថាយើងឧទាហរណ៍ពី3ទៅនេះយ៉ាបន្ទាប់មកខ្ញុំសាក sample នៅខាងលើមិញឲ្យមើលបន្តិចអូខេកន្លែងនេះដូចជាមានអីស្មុគស្មាញច្រើនទេមានអីទេមានតែប្រភេទនេះ checkbox មាន smart sheet ដែលយើងចង់ប្រើប្រាស់ជា people ឬក៏ file ឬក៏ finance ឬក៏ផ្សេងយើងអាចដាក់ទៅឬក៏យើងអត់ចង់កំណត់ឬក៏ដាក់ជាប្រភេទអីមួយទេនៅក្នុង column ហ្នឹងយើងមិនដាក់ទេចុចណាមកអូខេហើយកន្លែងនេះពាក់ព័ន្ធជាមួយនឹងការ filter ទេការ short ពី A មក Z ពី Z ទៅ A ទេនៅក្នុងនេះហើយយើងចង់ short ទៅតាម column កាន់អីក៏បានដែរចង់ create filter ក៏បាននៅក្នុងនេះយើងចុចដាក់ filter នៅលើនេះក៏បានដែរអីទេយ៉ាក៏បានដូចគ្នាដែរយើងប្រើប្រាស់មុខងារ filter អញ្ចឹងមើលថ្ងៃណាមួយខ្ញុំនឹងចេញវីដេអូពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ filter ព្រោះដោយសារតែមានគ្នាយើងច្រើនដែរដែលគាត់ពិបាកយល់តាក់ទងជាមួយនឹងមុខងារ filter នៅក្នុង Google Sheet ដោយសារតែការប្រើប្រាស់ filter នៅក្នុង Google Sheet នេះប្រើប្រាស់ filter នេះចាំតិចខ្ញុំនេះអ្នកប្រើប្រាស់ filter នៅក្នុង Google Sheet នេះគាត់ថាវារៀងស្មុគស្មាញជាង Excel វារៀងស្មុគស្មាញឬក៏ពិបាកប្រើជាង Excel ប៉ុន្តែពេលដែលយើងប្រើយូរទៅវាអត់មានអីស្មុគស្មាញទេសឹងតែពេលខ្លះយើងងាយស្រួលជាងទៀតក៏ថាបានដែរ
ហ្នឹងណាប៉ុន្តែខ្ញុំមិនមែនអូសទាញអ្នកនរគ្នាឲ្យមកប្រើប្រាស់ទៅលើ Google Sheet ទាំងស្រុងអីទេគ្រាន់តែជាការ update ទៅលើសមត្ថភាពទៅលើ skill របស់យើងបន្ថែមទាក់ទងជាមួយនឹង Google Sheet ព្រោះក្នុងនេះយើងប្រាច់ online បានងាយស្រួលដែរ Excel ក៏យើងប្រើបានដែរមិនមែនថាអត់ទេតែនៅក្នុងនេះខ្ញុំចូលចិត្តប្រើជាងណាហ្នឹងហើយអូខេយើងមាននៃផ្សេងទៀតនៅក្នុងនេះយើងនេះការ filter ទេយ៉ាខ្ញុំសូមចុច remove filter វិញសិនហើយយើងមានអីផ្សេងជាច្រើនទៀតនេះ group by column ហើយជាដើមចឹងទៅនេះយើងអាចមាននេះមុខងារថ្មី insert AI column right យ៉ានេះ delete table អីចឹងទៅមានអីស្មុគស្មាញទេจุดសំខាន់ដែលខ្ញុំបានរៀបរាប់មានប៉ុណ្ណឹងឥឡូវយើងឧទាហរណ៍យើង sample តែមានន័យថាយើងតេស្តសាកល្បងមើលតាក់ទងនឹងការ create group នេះខ្ញុំ create by type ឃើញទេនៅពេលដែលយើង create មកគឺវា load មកនេះយើងចង់កំណត់រូបមន្តនៅក្នុងនេះ count ចង់កំណត់រូបមន្តពាក់ព័ន្ធជាមួយនឹងគេឬក៏កំណត់ចំនួនទឹកលុយការគណនាអីចឹងគឺវាងាយស្រួលនៅក្នុងនេះហើយគេបែងចែកកិច្ចសន្យាតាមកិច្ចសន្យាសម្ភារៈការិយាល័យតាមសម្ភារៈការិយាល័យឯកសារតាមឯកសារនេះខាងក្រោម blank គឺ blank ដល់មកយើងធ្វើការ save មកហើយយើងដាក់ឈ្មោះមកយើងចង់ដាក់បែបហ្នឹងគ្រប់ by type ចឹងអូខេដាក់ចឹងទៅឬក៏យើងចង់ប្រើអីផ្សេងទៀតក៏ដាក់ទៅបញ្ហាចោលខ្ញុំដាក់បែបហ្នឹងចឹង save យ៉ាយើងខ្វែងមកវិញដូចដើមវិញនេះខ្វែងកន្លែងនេះកុំខ្វែងខាងលើខ្វែងខាងក្រោមនេះមកខ្វែងនៅលើ column គឺវាដូចដើមវិញនេះដូចដើមវិញខ្ញុំថែមឯកសារមួយទៀតខ្ញុំសាកតេស្តមើលថាតើក្រុមរបស់យើងនេះក្រុមរបស់យើងបានបង្កើតមិនគឺវា load auto គេឯកសារមាន3យ៉ា3ហើយមាន count កន្លែងនេះឲ្យមួយទៀតឃើញងាយស្រួលទេយ៉ាអូខេអញ្ចឹងឃើញថាវាងាយស្រួលច្រើនដែរយើងអាចប្របែកយើងអាចកំណត់បានមុខងារច្រើននៅក្នុងនេះណាឥឡូវយើងចូលទៅ copy តន័យពីតារាងចាស់របស់យើងបន្តិចខ្ញុំសូមចូលមកតារាងចាស់របស់យើងបន្តិចហើយ copy ប្រភេទនៅក្នុងនេះមក copy ហើយយើងត្រឡប់មកនេះវិញយើងយកមក special នេះយើងកែទៅជាសម្ភារៈការិយាល័យ Control D ហ្នឹងដែលយើងអាចបរិយាទៀតតែបរិយាទៀតមកល្មមមកស្អាតមកភ្នែករបស់យើងអាចថាមើលទៅឃើញស្អាតទាញមកហើយកំណត់ដាក់មកគៀនទាំងអស់ហើយចំកដាលអូខេអញ្ចឹងយើងបាននៅseat ទី1ពាក់ព័ន្ធជាមួយនឹង stock list ហើយក៏យល់ច្រើនពាក់ព័ន្ធជាមួយនឹងមុខងារក៏ដូចជាការប្រើប្រាស់ table data ផងដែរអញ្ចឹងខ្ញុំសូមធ្វើការ slash ប៉ុណ្ណេះសិនគឺជាយើងច្រើនដែរហ្នឹងហើយអញ្ចឹងជួបគ្នានៅវីដេអូបន្តពាក់ព័ន្ធជាមួយនឹង stock tracking ដែលយើងទាញទិន្នន័យចេញពី stock list យកទៅ tracking នៅក្នុងប្រតិបត្តិការចេញ stock ចូល stock ប្រចាំថ្ងៃអូខេអញ្ចឹងជួបគ្នានៅវីដេអូក្រោយហើយក៏អរគុណសម្រាប់ការទស្សនាពីដើមរហូតដល់ចប់អញ្ចឹងសម្រាប់លោកគ្រូអ្នកគ្រូដែលមិនទាន់បាន subscribe ទៅលើ channel YouTube របស់ខ្ញុំទេកុំភ្លេចជួយ subscribe ម្នាក់មួយផងហើយបើសិនជាពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយចុច like ម្នាក់មួយផងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ